តើវាខុសគ្នាអីពីរបបអ៊ីរ៉ង់នេះលុយដែលលក់ប្រេងបានពីអ៊ីរ៉ង់រាប់កោតរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំប្រជាពលរដ្ឋក្តៅក្រហាយវេទនាធ្វើបាបសពបែបយ៉ាងផ្នែកសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតើវាខុសអីពីរបបខ្មែរក្រហមយកលុយទៅទិញអាវុធឥឡូវនេះបង្កើតឲ្យមានជាកន្លែងដែលផលិតអាវុធឬក៏ស្តុកទុកអាវុធមីស៊ីលក្រោមដីរហូតដល់ទៅ107កន្លែងជាទីក្រុងក្រោមដី107កន្លែងលុយទាំងអស់នេះគឺយកពីញើសឈាមដែលជាកម្រៃដែលគួរជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់យកទៅបំពោកលើសពាវុធដើម្បីការពារអំណាចរបស់ខ្លួនហើយទុកឲ្យរបបផ្ដាច់ការរបស់ខ្លួនអាចធ្វើទុកបុកម្នេញប្រជាពលរដ្ឋបានយូរជាងនឹងទៀតបងប្អូនសាកគិតមើលខ្មែរក្រហមណាបើកុំតែអត់មានប្រេងខ្មៅលក់ដូចអ៊ីរ៉ង់ណាខ្មែរក្រហមច្បាស់ជាទិញអាវុធយុទ្ធភ័ណ្ឌទំនើបអត់មានវៀតណាមឯណាមកវាយបានតើខ្មែរនឹងដាច់ពូជឬក៏យ៉ាងម៉េចយើងសាកគិតមើលខ្មែរនឹងដាច់ពូជតែម្ដងព្រោះអីបើសិនជាកងទ័ពខ្មែរក្រហមនៅរឹងមាំក៏មានតែអាវុធអាការមានសពាវុធអីទំនើបបើមានលុយច្រើនដូចអ៊ីរ៉ង់គឺប្រជាពលរដ្ឋខ្មែរទាំងអស់នឹងផុតពូជពីពិភពលោកតែម្ដងព្រោះអានេះគឺជាអ្វីដែលខ្មែរក្រហមធ្វើអ៊ីរ៉ង់ដូចតែគ្នាអញ្ចឹងយកអានឹងទៅទិញអាវុធដើម្បីឥឡូវហ្នឹងចាប់ផ្ដើមអញ្ចឹងរហូតបំផ្លាញមិនមែនតែអ៊ីរ៉ង់ទេគឺយើងផលិតជាអាវុធបរមាណូប្រឡាយលោកទៀតបងប្អូនត្រូវចាំថាអាវុធណាយុទ្ធភ័ណ្ឌអីក៏ដោយបើវានៅលើដៃអ្នកដែលមានក្រមសីលធម៌អ្នកដែលគោរពច្បាប់ណាវាជារបស់ការពារប្រជាពលរដ្ឋឲ្យមានសុវត្ថិភាពអញ្ចឹងបានខ្ញុំបានពន្យល់លើកមុនហើយអាវុធយុទ្ធភ័ណ្ឌអីក៏ដោយយើងសួរថាចុះអាមេរិកអត់បរមាណូទេចុះជប៉ុនអត់មានអាបរមាណូហ្នឹងទេកូរ៉េខាងត្បូងអត់មានទេប្រទេសកាណាដាអាមេរិកអាល្លឺម៉ង់អង់គ្លេសអត់មានទេគេមានគ្រប់តែគ្នាហ្នឹងហើយមានច្រើនជាងអ៊ីរ៉ង់ហ្នឹងទៀតផងក៏ប៉ុន្តែហេតុអីមិនទៅរករឿងប្រទេសអង់គ្លេសប្រទេសអឺរ៉ុបប្រទេសអីទាំងអស់ហ្នឹងដែលមានអាវុធបរមាណូហេតុអីមករករឿងអ៊ីរ៉ង់ដែលផលិតអាវុធបរមាណូម្ដងទៀតបងប្អូនអាវុធយុទ្ធភ័ណ្ឌនេះណាបើនៅលើដៃចោលវាគឺជាការគំរាមកំហែងឲ្យប្រជាពលរដ្ឋភ័យបាក់ស្បាតប៉ុន្តែបើនៅលើដៃសមត្ថកិច្ចដែលពាក់សម្លៀកបំពាក់ដែលមានភាពវិជ្ជាជីវៈច្បាស់លាស់ដែលដើម្បីការពារប្រជាពលរដ្ឋគឺយើងមានភាពកក់ក្ដៅទៅវិញទេយើងឃើញហើយអាជ្ញាធរមួយចំនួននៅប្រទេសខ្លះប្រជាពលរដ្ឋគ្រាន់តែឃើញញាក់សាច់ញ័រទៅទៅហើយខ្ញុំនឹកឃើញរឿងនេះខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្មែរខ្លោចចិត្តបងប្អូនខ្មែរយើងច្រើនណាស់សំបីមកនៅស្រុកអាមេរិកហ្នឹងណាឲ្យតែឃើញអាជ្ញាធរប៉ូលីសឃើញសមត្ថកិច្ចអីឃើញតែភ្លើងគេវិចវើកហ្នឹងគឺញ័រចម្ប្រាប់ហើយជំងឺបាក់ស្បាតដោយសារតែអាជ្ញាធរនៅមូលដ្ឋាននៅស្រុករបស់ខ្លួនហ្នឹងតាំងពីសម័យខ្មែរក្រហមតាំងពីសម័យរដ្ឋកម្ពុជាសម័យសពថ្ងៃដែលឃើញអាជ្ញាធរបង្ក្រាបប្រជាពលរដ្ឋពេកអាវុធយុទ្ធភ័ណ្ឌដែលកាន់នៅដៃហ្នឹងដើម្បីការពារឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅប៉ុន្តែយកទៅវាយទាត់ធាក់យកអាកាភ្លើងហ្នឹងបាញ់ប្រជាពលរដ្ឋដល់អញ្ចឹងទៅប្រជាពលរដ្ឋគិតថាល្ងាទៅវិញហើយមកនេះខ្លាចគេប្រជាពលរដ្ឋខ្មែរយើងខ្លាចគេឲ្យតែមានបលិសមានអីពីពើកនឹងច្រើនហ្នឹងគាត់អត់ហ៊ានទៅក្បែរគេទេតាមពិតបលិសខ្លាចប្រជាពលរដ្ឋណាគឺខ្លាចសំលេងតវ៉ារបស់គាត់នៅក្នុងការដែលប៉ូលីសធ្វើមិនត្រូវគាត់ភ័យខ្លាចគាត់ចង់ឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋណាខ្ញុំធ្វើការនៅសាលាក្រុងខ្ញុំដឹងប៉ុន្តែប្រជាពលរដ្ឋដោយសារជំងឺបាក់ស្បាតយើងខ្លាចអាជ្ញាធរមែនតើអត់ហ៊ានទៅចិត្តអត់ហ៊ានចូលក្នុងពិធីអីខ្លាចគេចាប់ចងខ្លាចអីលក្ខណៈហើយឥឡូវនេះនៅពេលដែលមានក្រុមអៃសក្រុមអន្តោប្រវេសន៍ដែលលោកត្រាំដើរចាប់គេតាពីទៀតជំងឺបាក់ស្បាតហ្នឹងគឺលាប់មកវិញកាន់តែខ្លាំងវារឿងអកុសលមែនតើវិលមកវិញបងប្អូនអាវុធយុទ្ធភ័ណ្ឌនេះណាបើនៅក្នុងដៃចោលវាគឺជាភាពខុសខើសាហាវធ្វើឲ្យយើងបាក់ស្បាតក៏ប៉ុន្តែបើនៅក្នុងដៃសមត្ថកិច្ចឬក៏មនុស្សដែលមានសតិសុជីវធម៌សិលធម៌វាជាការភាពកក់ក្ដៅឲ្យយើងការពារទេអញ្ចឹងហើយបានជាអាវុធបរមាណូហ្នឹងបើនៅដៃអាមេរិកនៅដៃអង់គ្លេសនៅដៃបារាំងកាណាដាឬក៏ប្រទេសនៅសហគមន៍អឺរ៉ុបយើងមានភាពកក់ក្ដៅថាជួយគ្នាដើម្បីទប់ការពារពួកក្រុមប្រជាការយើងអត់មានទៅចោទទេមិនទេទាំងអស់គ្នាថាហើយចុះហេតុអីមិនឲ្យអាមេរិកឈប់ប្រើបរមាណូទៅហើយចុះអង់គ្លេសបារាំងកាណាដាហេតុអីមិនរករឿងទៅរករឿងអ៊ីរ៉ង់
អ៊ីរ៉ង់វាមិនមែនមានសិលធម៌សុជីវធម៌ដូចប្រទេសនៅក្នុងប្រទេសប្រជាធិបតេយ្យទេអ៊ីរ៉ង់គឺជាប្រទេសផ្ដាច់ការលើโลกមួយដែរដូចតាកូរ៉េខាងជើងអញ្ចឹងហើយខ្ញុំជឿថាកូរ៉េខាងជើងនេះណាចាំមើលតែចាប់អ៊ីរ៉ង់ចាប់វេណេស៊ុយអេឡាគុយបាអីហ្នឹងដល់ខ្លួនហ្នឹងជិះតែមិនផុតទេគ្រាន់តែថាឥឡូវក៏អត់សូវក្អកអីដែរភ័យដែរអត់សូវហ៊ានមាត់ទេឥឡូវកូរ៉េខាងជើងយើងបាត់ឈ្មោះគាត់ហើយដោយសារអត់ហ៊ានមាត់ដែរព្រោះអីឃើញគេអាកមន់គម្រាមសัตว์ស្វាបែបនេះអញ្ចឹងស្វាហ្នឹងចាប់ផ្ដើមរចុងឈើពួនសំងំសិនណាព្រោះខ្លាចត្រូវដបងដែរតែអត់រួចខ្លួនទេខ្ញុំជឿថាអត់រួចខ្លួនទេព្រោះអាការដែលអាវុធបរមាណូឬក៏អាវុធបល័យលោកហ្នឹងបើនៅក្នុងដៃពួកខាងចៅពួកអីគឺវានឹងធ្វើឲ្យពិភពលោកចលាចលប៉ុន្តែបើនៅក្នុងក្រមដែលមនុស្សដែលមានវិជ្ជាជីវៈដោយអាមេរិកខ្ញុំថាអាមេរិកវិជ្ជាជីវៈមិនមែនទេអាមេរិកហ្នឹងគឺជាបងធំគេដែរប៉ុន្តែក៏មានក្របខ័ណ្ឌមួយនៅក្នុងស្រុកអាមេរិកនេះដោយសារប្រជាធិបតេយ្យគេរឹងមាំដូច្នេះមេដឹកនាំដូចថាពេលខ្លះរៀងកាចបន្តិចក៏កាចមិនប៉ុន្តែក៏មានអត់ឲ្យជីសេះលែងដៃដែរយើងឃើញអាមេរិកមិនមែនថាអូវាយអ៊ីរ៉ង់ប្រជាប្រដ្ឋអាមេរិកនាំគ្នាគាំទ្រទាំងអស់អត់អាលីងវាយអ៊ីរ៉ង់គឺគេជំទាស់លោកត្រាំកាលនៅវាយនៅវៀតណាមហ្នឹងក៏តែអញ្ចឹងដែរទម្លាក់គ្រាប់នៅកម្ពុជានៅវៀតណាមមិនមែនប្រជាប្រដ្ឋអាមេរិកសិតតែឲ្យទៅទម្លាក់គ្រាប់ទេគេឈឺចាប់គ្រប់គ្នាអញ្ចឹងបានន័យថាបើចោតប្រកាន់អីអាមេរិកថាអាមេរិកហ្នឹងខូចអាមេរិកហ្នឹងសម្លាប់គេយើងកុំយកដើមឈើពីបដាមធ្វើជាព្រៃវាមិនមែនជាសន្តានចិត្តរបស់ប្រជាប្រដ្ឋអាមេរិកទេប៉ុន្តែជាគំនិតរបស់អ្នកនយោបាយមួយក្រុមណានោះអញ្ចឹងទៅរករឿងអ្នកនយោបាយកុំរករឿងប្រជាប្រដ្ឋជាទូទៅប្រជាប្រដ្ឋគេស្គាល់ខុសស្គាល់ត្រូវប៉ុន្តែអ្នកនយោបាយពេលខ្លះស្មោកគ្រោកដូច្នេះអានឹងរឿងអ្នកនយោបាយតាប៉ុន្តែម្ដងនេះនយោបាយរបស់អាមេរិកដែលថាចង់កម្ចាត់អ៊ីរ៉ង់នេះគឺវាមានភាពសមស្របរបស់វាដែរខ្ញុំមិនគាំទ្រអំពើហិង្សាទេក៏ប៉ុន្តែយើងសាកមើលនៅក្នុងពេលបាតកម្មមួយពេលសោះយើងសម្លាប់មនុស្សអស់30000នាក់ជាងដោយអត់មានការជំនុំជម្រះអីសោះដោយសារគេឡើងមកបញ្ចេញមតិមិនពេញចិត្តរដ្ឋាភិបាលចុះបើជាប្អូនយើងជាបងយើងជាម្ដាយយើងជាឪពុករបស់យើងគិតថាអ៊ីរ៉ង់ធ្វើនឹងត្រូវមិនចឹងហ៎យើងលេបចូលដែរបើសិនជាគ្រួសាររបស់យើងសាកគិតទៅមើលវាដូចនឹងរបបខ្មែរក្រហមអញ្ចឹងនៅពេលដែលគេសម្លាប់បងប្អូនយើងទាំងពូជយើងសប្បាយចិត្តទេនៅពេលដែលគេរំដោះប្រទេសខ្មែររបបខ្មែរក្រហមចេញមកដើម្បីឲ្យបងប្អូនមានបាយហូបវិញយើងសប្បាយចិត្តមិនចឹងមកដល់ម៉ោងហ្នឹងមាននរណាមួយមិនទាន់ភ្លេចគុណ7មករានៅរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនហេងសំរិននិងលោកជាស៊ីមហ្នឹងកាលគាត់នៅរយៈពេល30-40ឆ្នាំហ្នឹងគឺយកតា7មករាហ្នឹងមកលងបន្លាចខ្មែរយើងបោកស្លឹកឆ្នោតបានរាល់អាណត្តិហើយយើងចាញ់បោកគាត់រឿងថាគាត់រំដោះយើងវិជាការពិតជាគុណូបការៈប៉ុន្តែបងប្អូនត្រូវចាំថាអានេះរឿងនយោបាយដែររឿងទាហានវៀតណាមចូលមកឈ្លានពានដែនអធិបតេយ្យកម្ពុជារបស់យើងគឺជារឿងរំលោភច្បាប់អត់មានណាដោះស្រាយទេក៏ប៉ុន្តែយើងចង់បានមួយគឺខ្មែរក្រហមរលាយរលត់ទៅបងប្អូនសប្បាយចិត្តអរគុណទៅខ្ញុំគ្មានឈឺក្បាលអីទេខ្ញុំតែយើងជពាក់គុណអីយើងអរគុណទៅក៏ប៉ុន្តែយើងត្រូវមើលរូបភាពឲ្យពេញថារឿងស្អីក៏ដោយគឺជារឿងនយោបាយហើយនៅពេលដែលរឿងនយោបាយគឺយើងត្រូវឆ្លាតវៃកុំឲ្យអ្នកនយោបាយបោកយើងបានហើយម្ដងទៀតឃើញអ៊ីរ៉ង់គ្រាប់កភ្លើងជាទីក្រុងមួយនៅក្នុងក្រោមដី107កន្លែងទីក្រុងនឹងជិះឡានចូលដូចទីក្រុងធំមួយកន្លែងហ្នឹងគឺគ្រាប់មីស៊ីលហ្នឹងគឺច្រើនមែនតើតើគាត់ធ្វើដើម្បីអីបងប្អូនមានសាកគិតមើលដើម្បីការពារប្រទេសអ៊ីរ៉ង់កុំឲ្យគេទៅរំលាយបានក្នុងដែនអធិបតេយ្យរបស់ខ្លួនដើម្បីឲ្យខ្លួនធ្វើឲ្យប្រជាពលរដ្ឋមានសុខសន្តិភាពកំពុងតែរស់នៅក្នុងការអគុណសន្តិភាពយ៉ាងសម្បើមអញ្ចឹងត្រូវតែរៀបចំសភាវុធនឹងឲ្យរឹងមាំដើម្បីការពារប្រជាពលរដ្ឋឲ្យនៅស្រឡាញ់សន្តិភាពនឹងបើអញ្ចឹងមែនយើងអគុណអ៊ីរ៉ង់ហើយប៉ុន្តែយើងអត់អាចយកកំភ្លើងកំជ្រួចសង់ពេញទឹកពេញដីបរមាណូផងទៅការពារសន្តិភាពទេសន្តិភាពអត់អាចការពារបែបនឹងបានទេសន្តិភាពការពារដោយការដែលធ្វើឲ្យប្រទេសហ្នឹងមានភាពស្ងប់ស្ងាត់នៃអំពើហិង្សាមិនមានសពាវុធមិនមានអីហើយឲ្យប្រទេសសហគមន៍អន្តរជាតិទាំងអស់គេស្រឡាញ់យើងប្រទេស190ជាងនៅលើពិភពលោកហេតុអីបានមានរឿងតែអ៊ីរ៉ង់ហេតុអីបានមានរឿងតែកូរ៉េខាងជើងហេតុអីបានមានរឿងតែជាមួយគុយបាហេតុអីបានមានរឿងតែជាមួយវេណេស៊ុយអេឡាដោយសារតែយើងដឹកនាំប្រទេសបែបផ្ដាច់ការយើងមានដែលឃើញអាមេរិកទៅវាយប្រទេសដែលមានតែប្រជាធិបតេយ្យត្រឹមត្រូវដែលមានទេ
រដ្ឋអធិបតេយ្យគ្រាន់តែ Greenland មួយនៅ Denmark គ្រាន់តែលោកត្រាំនិយាយថាចង់បានដែនដីហ្នឹងយកមកគ្រប់គ្រងដើម្បីទប់រុស្ស៊ីហើយនឹងចិនហ្នឹងពិភពលោកគេផ្អើលការពារ Greenland គ្រប់គ្នាគេរិះគន់លោកត្រាំហើយឥឡូវមកដល់មកហ្នឹងអត់ហ៊ាននេះវាគ្រាន់តែជាការនិយាយចោលទៅព្រោះអី Greenland គឺជាប្រទេសប្រជាធិបតេយ្យផ្ដាច់ការអត់មានទេគឺប្រជាពលរដ្ឋគេរស់នៅដោយសុខក្សេមក្សាន្តគ្រាន់តែថាវិច័យដនអីលក្ខណៈភូមិសាស្ត្ររបស់ប្រទេស Greenland ហ្នឹងកោះ Greenland ហ្នឹងវាជាភូមិសាស្ត្រមួយដែលបើអាមេរិកដាក់មូលដ្ឋានទ័ពនៅទីនោះគឺអាចនឹងទប់រុស្ស៊ីហើយនឹងទប់ចិនបានហើយបើសិនជាលោកត្រាំនិយាយអញ្ចឹងថ្ងៃក្រោយយ៉ាងច្រើនចរចាជាមួយ Greenland សុំឲ្យ Greenland អនុញ្ញាតឲ្យទ័ពអាមេរិកដាក់មូលដ្ឋានទ័ពនៅហ្នឹងជាជាងយកប្រទេសហ្នឹងអីអញ្ចឹងទៅខ្ញុំជឿថាការចរចាពេលខ្លះនិយាយឲ្យ Greenland ភ័យទៅហើយចុងក្រោយគឺចរចារឿងដាក់មូលដ្ឋានទ័ពអាមេរិកអីទៅវាមិនពិបាកពេកប្រជាពលរដ្ឋ Greenland គ្រប់គ្រង Greenland ធម្មតាទ័ពអាមេរិកគ្រាន់តែជាសម្ព័ន្ធមិត្តអីអញ្ចឹងទៅគ្រាន់តែប្រើប្រាស់កន្លែងហ្នឹងដើម្បីទប់រុស្ស៊ីទប់អ៊ុយក្រែនអីអញ្ចឹងទៅអានេះគឺជារឿងនយោបាយហើយយើងទៅរដ្ឋអធិបតេយ្យបែបហ្នឹងហើយប្រទេសមិនមែនផ្ដាច់ការអញ្ចឹងមិនមែនស្រួលទេអញ្ចឹងបានថានៅបើថាទៅវាយ Greenland ខ្ញុំដឹងតែគ្មាននរណាទៅជួយអាមេរិកទេប៉ុន្តែអ៊ីរ៉ង់គឺឃើញមានប្រទេសគេស្វាគមន៍មានប្រទេសគេសាទរមានប្រទេសអីអញ្ចឹងជួយយ៉ាងហោចណាស់ក៏បានអ៊ីស្រាអែលមួយទៅដែរដោយសារអីអាវុធបរមាណូហ្នឹងគឺវាបល័យលោកទី1ហើយនៅលើដៃអ្នកដែលយើងមិនទុកចិត្តថានឹងអាចថាថានិយាយថាឥឡូវនិយាយឧទាហរណ៍ងាយស្ដាប់ចុះថាយើងយកស្រាមកពីងយើងមិនគួរណាទៅផ្ញើក្នុងវត្តទេមិនចឹងឯស្រាវាជារឿងអបាយមុខក៏ឧទាហរណ៍ឧបមាថាវារឿងនឹងវាចៃដន្យកើតឡើងចុះជារឿងសមត្ថកម្មទេហើយគ្រូសង្ឃាចវត្តដែលស្រានឹងគេដាក់កេះគេកឹបគេបិទចិត្តអីអស់ហើយប៉ុន្តែគឺជាគ្រឿងអបាយមុខមែនប៉ុន្តែសម្រាប់យកទៅបបប្រហែតព្យាបាលជំងឺស្រាថ្នាំអីណាក៏ដោយប៉ុន្តែដំណើរផ្លូវឆ្ងាយទៅមិនដល់សុំផ្ញើនៅកុដពហិអីរបស់វត្តអីអញ្ចឹងណាអញ្ចឹងបើយើងដឹងតែគ្រូសង្ឃាចដែលច្បាស់លាស់នឹងរឿងសូរ៉ាមេរយៈអីអញ្ចឹងគឺយើងទុកចិត្តហើយទោះយ៉ាងម៉េចក៏មិនជឿថាលោកគ្រូសង្ឃាចចាប់អធិការហ្នឹងមកឆាន់ស្រាហ្នឹងដែរព្រោះវាខុសអាបត្តិយើងទុកចិត្តជាងការដែលយកស្រាហ្នឹងទៅឲ្យក្រុមប្រមឹក4-10នាក់ហ្នឹងដាក់នៅផ្ទះគាត់មកយប់ទៅភ្លឺអស់អាលីងនៅសល់តែសបកពីងហ្នឹងអាហ្នឹងវាអញ្ចឹងណាបងប្អូនរឿងវាសាមញ្ញក្នុងការងាយយល់អញ្ចឹងមិនមែនស្អីសិតតែខុសច្បាប់ស្អីសិតតែបំពានទេយើងបើប្រទេសអ៊ីរ៉ង់ខ្លួនឯងកុំឲ្យគេឈឺឆ្អាលយើងកុំសម្លាប់មនុស្សយើងកុំធ្វើទុកបុកម្នេញយើងកុំរំលោភសិទ្ធិមនុស្សកុំបំផ្លាញប្រជាធិបតេយ្យកុំងើបមួយវាយមួយកុំចងកព្យួរកគេកុំប្រហារជីវិតមនុស្សកដាលទីសាធារណៈដោយសារតែគេហ៊ានតវ៉ាចំពោះសកម្មភាពអសកម្មរបស់រដ្ឋាភិបាលទៅអាហ្នឹងគឺធ្វើឲ្យយើងមានសេចក្តីសុខហើយយើងច្បាស់ភ័យចឹងទៅអ៊ីរ៉ង់ភ័យទេភ័យនឹងអំពើផ្ដាច់ការរបស់ខ្លួនឯងដែលមិនអាចនឹងគ្រប់គ្រងបានយូរខ្លាចប្រជាពលរដ្ឋខ្លួនឯងបះបោរផងខ្លាចខាងក្រៅគេលូកដៃមកផងអញ្ចឹងមួយថ្ងៃធ្វើតែកាភ្លើងហ្នឹងប្រជាពលរដ្ឋដាច់ពោះក៏អត់ខ្វល់ហើយដល់អញ្ចឹងអាមេរិកគេចាប់ផ្ដើមធ្វើនឹងវាអត់មានអីខុសអញ្ចឹងទីក្រុងក្រោមដីនឹង107កន្លែងសុទ្ធតែកញ្ជ្រួចក៏ប៉ុន្តែបងប្អូនដែលគាំទ្រអ៊ីរ៉ង់ថាហ្នឹងហើយគេអ៊ីរ៉ង់គេចាំតែអត់តែជាមួយគេប្រឡែងមកប្រមាណទៀតកញ្ជ្រួចរបស់អ៊ីរ៉ង់នៅក្នុងទីក្រុងក្រោមដីទាំង107កន្លែងនេះណា77% នៃមាត់រូងចូលទៅក្នុងទីក្រុងកញ្ជ្រួចនេះត្រូវបានអាមេរិកទម្លាក់គ្រាប់បិទចិត្តអស់ហើយអញ្ចឹងបានន័យថាម៉េចបងប្អូន77% គិតទៅបើ107ទីតាំង77% ស្ទើរតែ80-90ទីតាំងហើយដែលគេបិទនិយាយទៅទម្លាក់គ្រាប់ឃើញអា excavator របស់អ៊ីរ៉ង់ហ្នឹងទៅកាយដីប្រព័ន្ធផ្កាយរណបគេចាប់បានទាំងអស់ប៉ុន្តែកាយទៅទម្លាក់គ្រាប់ឲ្យខ្ទេចខ្ទីទៀតដូច្នេះអារូងភ្នំហ្នឹងបិទចិត្តអស់មិនដឹងថាអ្នកនៅក្នុងហ្នឹងដាច់ខ្យល់ស្លាប់ឬយ៉ាងណាយើងអត់ដឹងទេប៉ុន្តែរូងភ្នំប្រហែល70-80បានន័យថាបិទចិត្តអស់ហើយអត់អាចនឹងបញ្ចេញអាបរមាណូនឹងឬកញ្ជ្រួចនឹងចេញចូលទៅបានទៀតទេប៉ុន្តែមិនមែនបានន័យថាបិទច្រកចេញចូលហ្នឹងគឺធ្វើឲ្យកញ្ជ្រួចទាំងអស់ហ្នឹងអត់អាចបាញ់ឡើងលើបានទេបាញ់បាននៅតែបាញ់បានអញ្ចឹងគ្រាន់តែថាបើបាញ់គឺអាមេរិកមានប្រព័ន្ធចាប់ផ្កាយរណប
ប្រព័ន្ធកែរណបចាប់អាកន្លែងកញ្ជ្រួចដែលបាញ់ចេញមកហ្នឹងគឺនឹងកំទេចអាកន្លែងបាញ់ចេញហ្នឹងទៀតដូច្នេះអ៊ីរ៉ង់អត់មានច្រកណាចេញរួចទេបងប្អូនគឺមានតែថ្ងៃលើកទង់ជ័យសហើយនេះទៅប៉ុន្តែពួកផ្ដាច់ការគឺមិនលើកទង់ជ័យសទេគឺតលតែដូចសាដាំហ៊ូសេនអញ្ចឹងចូលទៅក្នុងរូមកដោមួយហ្នឹងក៏មិនលើកទង់ជ័យសតតែចាប់ក្បួចមកតែម្ដងឬក៏គេសម្លាប់ចោលតែម្ដងព្រោះអាហ្នឹងវាជានិស័យជនផ្ដាច់ការនៅលើលោកនៅណាក៏ដូចនៅណាដែរយើងមិនបាច់ឆ្ងល់ទេហើយវាសនាហ្នឹងគឺវាមិនខុសទេប៉ុន្តែវាគួរឲ្យអកុសលតែរឿងហ្នឹងវាកើតឡើងអញ្ចឹងឥឡូវវិលមកវិញបងប្អូនលោកត្រាំដាក់អសានវ៉ាត48ម៉ោងហ្នឹងគឺប្រាប់ថាបើកច្រកផ្លូវទឹក Hormuz ជាកំហិតដោយឥតលក្ខខណ្ឌលោកត្រាំថាបើកឲ្យពេញទំហឹងអត់មានបិទស្អីណាបើកសម្រាប់តែចិនសម្រាប់តែកប៉ាល់ដឹកប្រេងរបស់អ្នកណាផ្សេងទៀតដែលជាប្រទេសមិនមែនសម្ព័ន្ធមិត្តអាមេរិកហើយទៅកប៉ាល់នាវាដឹកប្រេងរបស់អាមេរិកឬក៏សម្ព័ន្ធមិត្តអីហ្នឹងដឹកឆ្លងកាត់សុទ្ធតែបាញ់គេអត់មានទេលក្ខខណ្ឌរបស់លោកត្រាំចាប់ពីម៉ោងនេះទៅទុកពេលឲ្យ48ម៉ោងគឺ2ថ្ងៃនៅក្នុងការបើកច្រកនឹងទាំងអស់ដោយឥតលក្ខខណ្ឌហើយបើមិនបើកនៅក្នុងរយៈពេល48ម៉ោងបាននៅត្រឹមថ្ងៃច័ន្ទគឺអាមេរិកនឹងវាយសន្ធាប់កំទេចចោលឲ្យទៅជាផេះផង់រោងចក្រផលិតអគ្គិសនីទាំងអស់នៅទីក្រុងនៅក្នុងប្រទេសអ៊ីរ៉ង់រឿងនេះគឺជារឿងរកម្មចិត្តទៀតហើយបងប្អូនព្រោះរោងចក្រផលិតអគ្គិសនីគឺជាសរសៃឈាមនិងអុកស៊ីហ្សែនចុងក្រោយរបស់អ៊ីរ៉ង់ហើយព្រោះអីប្រទេសណាក៏ដោយគឺយើងត្រូវការដង្ហើមដកដោយសារមានភ្លើងអគ្គិសនីការបំភ្លឺសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ចម្អិនអាហារសម្រាប់អីសពបែបយ៉ាងដូច្នេះអាមេរិកបានប្រាប់ថាគេនឹងគំទេចចោលរោងចក្រផលិតអគ្គិសនីទាំងអស់នៅប្រទេសអ៊ីរ៉ង់ហើយចាប់ផ្ដើមពីរោងចក្រផលិតអគ្គិសនីដែលធំជាងគេបំផុតទៅមុនគេនៅក្នុងរយៈពេល48ម៉ោងតែពេលផុតទៅអ៊ីរ៉ង់អត់ព្រមបើកអាច្រក Hormuz ដោយឥតលក្ខខណ្ឌអាមេរិកប្រើពាក្យថាបើកដោយឥតលក្ខខណ្ឌបានន័យថាម៉េចអត់មានមកដាក់លក្ខខណ្ឌថាអាមេរិកត្រូវឈប់ទម្លាក់គ្រាប់អាមេរិកឈប់បាញ់ត្រូវដកទ័ពទៅដកនេះឬក៏នោះអត់មានទេគឺត្រូវទី1គឺត្រូវតែបើកអាហ្នឹងទាំងអស់trong រយៈពេលហ្នឹងបើអត់ទេគឺខ្ទេចទាំងអស់រោងចក្រផលិតប្រេងព្រោះអាមេរិកមានយន្តហោះបដិញនិងអាកំជ្រួចដែលត្រូវទម្លាក់គ្រាប់ហ្នឹងគឺប្រើប្រព័ន្ធ laser ឬ GPS ហ្នឹងគឺថាអត់មានខុសទេគឺថាខ្ទេចខ្ទីតាម24ម៉ោងហ្នឹងគឺអាចនឹងឆេះទលោមហើយទៅជាផេះផងហើយបើឆេះរោងចក្រផលិតប្រេងកាតនេះអ៊ីរ៉ង់ត្រូវការពេល30-40ឆ្នាំមកដើម្បីសាងសង់ឡើងវិញឲ្យបានដូចដើមឬក៏អាចថាវេទនាទាំងអស់ប៉ុន្តែខ្ញុំមែនតើចង់លឺរឿងហ្នឹងឯងព្រោះអីវាប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលច្រើនព្រោះអានេះគឺជាសំណង់ស៊ីវិលទេមិនមែនជាសំណង់យោធាទេអាការផលិតចម្រាញ់ប្រេងកាតអីហ្នឹងណាប៉ុន្តែខ្ញុំជឿថានេះគឺជាសាររបស់លោកត្រាំដែលមើលទៅដូចជាដាច់ណាត់ដែរប៉ុន្តែសួរអ៊ីរ៉ង់គេតបមកវិញមិនជាការឆ្លើយតបទៅនឹងលោកត្រាំអ៊ីរ៉ង់ហ្នឹងក៏សម្បើមដៃដែរអញ្ចឹងពួកផ្ដាច់ការគេខ្លាំងអញ្ចឹងទោះនៅក្នុងរូងបណ្ណាក៏ដោយអ៊ីរ៉ង់ខ្លាំងដោយសារតែខ្លួនអាចមានអាបរមាណូហងមានអាស្អីកំជ្រួចបរមាណូលោកត្រាំថាកំតិចរោងចក្របរមាណូរបស់អ៊ីរ៉ង់ខ្ទេចខ្ទីជាផេះផង់អស់ហើយប៉ុន្តែតាមអ្នកស្រាវជ្រាវរបស់អង្គការសហជីវជាតិផ្នែកបរមាណូហ្នឹងគេរកឃើញថារោងចក្រផលិតបរមាណូរបស់អ៊ីរ៉ង់មិនទាន់ខ្ទេចខ្ទីរហូតដល់ផេះផង់ទេអាចនៅមានគ្រាប់បរមាណូដែលអ៊ីរ៉ង់អាចប្រើបានប៉ុន្តែបងប្អូនសួរអញ្ចេះទៅវិញថាតើអ៊ីរ៉ង់អាចប្រើគ្រាប់បរមាណូបានដែរឬទេបើមានខ្ញុំធ្លាប់បានបកស្រាយពីខាងដើមហើយថាពីយូរហើយតាំងពីមានសង្គ្រាមដំបូងអ៊ីរ៉ង់ទោះក្នុងតម្លៃណាក៏មិនអាចហ៊ានប្រើគ្រាប់បរមាណូនេះដែរហេតុអីបានជាខ្ញុំហ៊ានថាដូច្នេះព្រោះអ៊ីរ៉ង់អាចមានគ្រាប់បរមាណូប្រមាណគ្រាប់ក៏ដោយព្រោះបើបាញ់ឲ្យដល់អាមេរិកគឺអត់ដល់ទេបើគោលដៅសត្រូវធំបំផុតរបស់អ៊ីរ៉ង់គឺអាមេរិកហើយនិងអ៊ីស្រាអែលដើម្បីឲ្យគ្រាប់បរមាណូរបស់អ៊ីរ៉ង់បាញ់រហូតទៅដល់អ៊ីស្រាអែលឬអាមេរិកបានត្រូវការពេលយូរទម្រាំតែគ្រាប់នឹងហោះទៅអញ្ចឹងនៅក្នុងម៉ោងនេះគឺរាល់ស្អីក៏ដោយដែល we work នៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងណាគឺបានន័យថាប្រព័ន្ធផ្កាយរណបនិង GPS របស់អាមេរិកនិងអ៊ីស្រាអែលចាប់បានទាំងអស់
chẳng là pe để vượt của tia họ tham miên crop paramano mùi để tu lang bà miên crop paramano tu lang tranh pi ở rong tay mùi crop vì ai rong cua đào bờ tây Israel chia giả tha hết bàn tay Americ đang ăn đào lấy cứ Iran nâng khai tới chia phe phong hay bắt bị phục hành đây nên ta mà đòn hạt ấy ban trong hiền gì chứ nè pro paramano rồi bao Americ nâng sầm quan là mất nâng bánh soi tới Iran đây mình ai to đại bán là hốt to tại tích ti tới chia phe phong chẳng Iran mình ai chơi rơi chùm rơi như thế chùm rơi paramano ní sơ tại Iran cua tại bắt paramano nâng tăngពីយូtới còn ai miền Pành ha ពុំមានក៏ប្រើអត់បានដែរព្រោះប្រើទៅគឺបាញ់បានមកគ្រាប់ពីដំបងប៉ុន្តែក្រៅពីនឹងទៅគឺខ្ទេចខ្ទីជាផេះផង់ហើយប្រទេសអ៊ីរ៉ង់នេះគឺលែងមានមុខមានមាត់អីទៀតហើយដូច្នេះអ៊ីរ៉ង់មិនបថុយប្រឋានបែបហ្នឹងទេគឺអាចនឹងនៅតែគម្រាមកំហែងការពារដែនអធិបតេយ្យរបស់ខ្លួនថាជារដ្ឋអធិបតេយ្យមានកម្ជ្រួចចាំតែផ្លោងដាក់ថ្លឹកផ្លោងអីចឹងទៅហើយអាមេរិកក៏មានប្រព័ន្ធការពារកម្ជ្រួចយើងគិតថាការពារតន់ដែរគេនៅមានកញ្ជ្រួចច្រើនបងប្អូនសាកគិតមើលរូងដីកញ្ជ្រួចរបស់អ៊ីរ៉ង់រហូតដល់ទៅ77% ត្រូវបានអាមេរិកនិងអ៊ីស្រាអែលទម្លាក់គ្រាប់បិទចិត្តរុនអស់ហើយថាតើអ៊ីស្រាអែលត្រូវការពេលប្រមាណជំនុំកាយរូងកាយអីនឹងឡើងវិញវាអត់ស្រួលទេហើយតើផលិតបានប្រមាណអីទៀតហើយបាញ់ចេញមកគេតាមចាប់រហូតដូច្នេះពេលវេលាសម្រាប់អ៊ីរ៉ង់គឺចាប់ផ្ដើមcountdown ហើយរាប់ថយក្រោយនៅពេលដែលលើកតុងជ័យសហ្នឹងហើយគ្មានជំរើសទៀតទេឥឡូវវិលមករឿងសានវត្តរបស់អាមេរិកនិងការពមៀនរបស់អ៊ីរ៉ង់បានពមៀនថាអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិកវិញដោយការបាញ់កញ្ជ្រួចមីស៊ីលទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលឥន្ធនៈអគ្គិសនីរបស់សម្ព័ន្ធមិត្តរបស់អាមេរិកចឹងអ៊ីរ៉ង់បានតែប៉ុណ្្នឹងឯងបានតែគម្រាមសម្ព័ន្ធមិត្តទេព្រោះវាយអត់ដល់អាមេរិកទេចឹងបានទៅគម្រាមអ៊ីស្រាអែលគម្រាមប្រទេសដូចនៅកាតានៅតំបន់ជិតហ្នឹងអីអារ៉ាប៊ីសាអូឌីតអីហ្នឹងដែលមានមូលដ្ឋានទ័ពអាមេរិកនៅក្បែរហ្នឹងប៉ុន្តែអ៊ីរ៉ង់គម្រាមនេះក៏អត់បានប្រយោជន៍ដែរព្រោះបើអ៊ីរ៉ង់បាញ់កញ្ជ្រួចមីស៊ីលហ្នឹងគឺទៅកំទេចមូលដ្ឋានទ័ពរបស់អាមេរិកបានណានៅក្នុងសង្គ្រាម3សប្តាហ៍ជាងនេះអ៊ីរ៉ង់កំទេចចោលអស់ហើយវាយសន្ធាប់ទៅអស់ហើយប៉ុន្តែអាប្រព័ន្ធកញ្ជ្រួចទប់អាកញ្ជ្រួចរបស់អ៊ីរ៉ង់ហ្នឹងគឺគេវាយគេទប់បានអស់ហើយព្រោះអីអ៊ីរ៉ង់ពិបាកមែនតើនៅក្នុងពេលនេះគឺគេស្រោចជុំទឹះដែលមានប្រព័ន្ធការពារទប់យើងឃើញហើយមានកញ្ជ្រួចវងកញ្ជ្រួចអីនៅតែធ្លាក់តាមបន្លែងអ៊ីស្រាអែលនៅអីគឺវាមិនលែងទេព្រោះអីអ៊ីរ៉ង់ការពារខ្លួនគេថាបាញ់មកដើម្បីកុំឲ្យថាអ៊ីរ៉ង់អស់គ្រាប់បាញ់អីចឹងទៅប៉ុន្តែកាលណាតែអ៊ីរ៉ង់បាញ់នៅតែមានកម្រើកគឺដូចឆ្មានឹងកដោចឹងគឺឆ្មាកាន់តែកទ្រុបខំកដោហ្នឹងឲ្យធ្លុះធ្លាយសាច់អានេះរឿងដែលការគម្រាមគ្នាប៉ុន្តែឥឡូវនេះខ្ញុំនិយាយអំពីតកតងនឹងរឿងអាមេរិកហ្នឹងបញ្ចប់ទៅមុននឹងចូលព័ត៌មានខ្មែរហើយសំទោសផ្អែមបន្លែបន្តិចឯងបងប្អូនដោយសារតែដូចខ្ញុំនិយាយចឹងថ្ងៃនេះថ្ងៃអាទិត្យឲ្យខ្ញុំអធិស្ឋានបងប្អូននៅស្រុកខ្មែរផងយប់ជ្រៅណាស់ហើយម៉ោងនេះគឺម៉ោង11ហើយព្រោះ10ជាងហើយ10កន្លះហើយសូមអធិស្ឋានតែយើងនឹងនៅដល់ម៉ោង11ឬ11កន្លះហើយណោះព្រោះអីនៅសល់ព័ត៌មានច្រើនណារឿងដែលសំខាន់គឺគេមានការរិះគន់លោកត្រាំរឿងមិនមែនរឿងវាយអ៊ីរ៉ង់ទេព្រោះមនុស្សមិនពេញចិត្តនៅក្នុងការវាយមែនក៏ប៉ុន្តែមនុស្សមិនពេញចិត្តរបបអ៊ីរ៉ង់នឹងច្រើនណាស់គេមិនចូលចិត្តអ៊ីរ៉ង់ដែលយកអាមេរិកយើងដែលគ្រប់គ្រងប្រទេសយកប្រទេសមួយទៀតធ្វើជាសត្រូវបន់ឲ្យតែចុះនរកអ៊ីរ៉ង់នេះសបាយឲ្យតែឮថាអាមេរិករងគ្រោះអីហ្នឹងគឺគេជប់លៀងហើយយើងធ្វើតែអញ្ចឹងដែរយើងផ្កើនដាក់អាមេរិកមករហូតដែរបើខ្លួនឯងគ្រាន់បើមិនអីទេគឺយើងផ្កើនដាក់អាមេរិកនៅក្នុងន័យតែខ្លួនឯងតែគេដាក់ទៅខ្ចប់អីអញ្ចឹងណាឥឡូវនេះគឺមានការរិះគន់លោកត្រាំច្រើនអំពីការពំត្រណោតបាទរឿងពំត្រណោតនេះគឺដោយសារជំហរនិងយុទ្ធសាស្ត្ររបស់អាមេរិកមួយរយៈពេលកន្លងមកនេះហាក់បីដូចជាក្លែងក្លងបងប្អូនដែលមើលឃើញជំហររបស់អាមេរិកហ្នឹងក្លែងក្លងគឺនៅលើអ្វីដែលលោកត្រាំអ្នកនិយាយសារអីចឹងប៉ុន្តែបងប្អូនសង្គ្រាមជាមួយអ៊ីរ៉ង់នេះណាវាមិនមែនស្រួលទេខ្ញុំជឿថ្នាក់ដឹកនាំដោយលោកត្រាំអីហ្នឹងក៏ពិបាកនៅក្នុងការព្យាករឥឡូវគេរិះគន់គាត់សំបីតែថាដំបូងថាវាយតែ4ទៅ5សប្តាហ៍ទេ
ឥឡូវនេះស្រាប់ដល់ពេលវាយបានប្រមាណឲ្យថាអ៊ីរ៉ង់នឹងដូចខ្ទេចខ្ទីអស់សង្គ្រាមនៅអ៊ីរ៉ង់នឹងដូចចប់អស់ហើយស្រាប់តែអ្នកនាំពាក្យរដ្ឋាភិបាលអាមេរិកគឺសេតវិមានអ្នកស្រី Caroline Leavitt ម្សិលមិញនេះថាអាចដល់6សប្តាហ៍ឃើញទេលើសបានមួយសប្តាហ៍ទៀតហើយអាហ្នឹងរឿងមួយដែលគេថាហាត់អីបានដូចជាថាពំតណោតអញ្ចឹងយុទ្ធសាស្ត្ររបស់គាត់ថ្ងៃនេះបងប្អូនខ្ញុំចង់ជម្រាបដែរថាពំតណោតហ្នឹងមានន័យថាម៉េចពំតណោតហ្នឹងគឺបានន័យថាវារៀងជន់កែងឯងមិនច្បាស់លាស់ស្ទាក់ស្ទើរអញ្ចឹងណាភាសាខ្មែរគឺក្នុងន័យពំតណោតហ្នឹងគឺអញ្ចឹងបានន័យថានិយាយហើយដូចជាជន់កែងខ្លួនឯងបានន័យថាដូចជាខ្លួននិយាយថាដូចនេះប៉ុន្តែអ្វីដែលជាទង្វើហ្នឹងគឺវាផ្ទុយទៅនឹងការនិយាយរបស់ខ្លួនដែលធ្វើឲ្យការនិយាយហ្នឹងវាធ្វើឲ្យប្រជាពលរដ្ឋនឹងឆ្ងល់ទៅវិញអីចឹងទៅឥឡូវអ្វីដែលប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គមឬក៏សារព័ត៌មានអន្តរជាតិនឹងជាពិសេសអ្នកដែលមិនពេញចិត្តនឹងលោកត្រាំនៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ហ្នឹងគឺឥឡូវម៉ោងនេះគេចង់និយាយថាតើច្បាស់នៅមានយុទ្ធសាស្ត្រអីច្បាស់លាស់ឬជាមួយអ៊ីរ៉ង់ឬនៅបានថាដូចជារៀងម្ដងថាសង្គ្រាមចប់ហើយប្រហែលថ្ងៃនេះគាត់ថាកំពុងតែបថយហ្គាបានន័យថាដូចភ្លើងដល់ចំណតអញ្ចឹងបានន័យថាចិត្តបញ្ចប់ទាំងស្រុងហើយអញ្ចឹងម្នាក់ដែលស្ដាប់មកហ្នឹងគឺលួចថាដូចជាចប់ហើយអញ្ចឹងប៉ុន្តែហេតុអីបានជាដូចតែលឺតែវាយទៀតតែរហូតដូចតែលឺតែតដៃទៀតតែរហូតអីអញ្ចឹងថាអ៊ីរ៉ង់ដូចអស់ខ្ទេចខ្ទីអីអញ្ចឹងឧទាហរណ៍ណាថាបំផ្លាញប្រព័ន្ធនាវាចម្បាំងលិចក្នុងទឹកអស់ហើយប្រព័ន្ធអាកាសក៏លិចបើកំតិចខ្ទេចខ្ទីអស់ហើយប្រព័ន្ធមីស៊ីលលើគោកលើអីខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់ហ្នឹងគឺលែងតដៃអីបានហើយប៉ុន្តែថាសង្គ្រាមហ្នឹងចប់ដោយបរិបូរណ៍ហើយប៉ុន្តែឥឡូវនេះម្សិលមួយថ្ងៃបញ្ជូនទ័ពអាមេរិក2500នាក់ទៅមជ្ឈិមបូព៌ាឥឡូវថែមដល់2000ទៀតទៅ4500នាក់មិនមែនទៅអ៊ីរ៉ង់ទេគឺទៅគាត់ថាយកកម្លាំងទៅត្រៀមនៅមជ្ឈិមបូព៌ាអញ្ចឹងណាបងប្អូនអញ្ចឹងគេសួរទៀតថាអញ្ចឹងសង្គ្រាមហ្នឹងមិនដឹងចប់អង្កលទេអញ្ចឹងគេថាម៉ោងនេះគួរតែដកទ័ពមកវិញហេតុអីបានជាបន្ថែមទ័ពទៅទៀតនេះជាចម្ងល់របស់គេបងប្អូនគេមានហេតុផលរបស់គេដែរហើយក្នុងពេលជាមួយគ្នាហ្នឹងបើថាសង្គ្រាមហ្នឹងវាដូចជាថាចប់ដូចលោកត្រាំថាមែនចុះហេតុអីបានជាម្សិលមិញស្នើថវិកា$200,000 លានពីរដ្ឋសភាដើម្បីទប់សង្គ្រាមអ៊ីរ៉ង់នឹងទៀតអានេះគេចេះតែសួរគាត់ទៀតណាបងប្អូនព្រោះអីមានកន្លែងខ្លះដែលគាត់បន្សល់ដានថាឲ្យគេឆ្ងល់ហើយឧទាហរណ៍ថាអ៊ីរ៉ង់ដូចជាខ្ទេចខ្ទីអស់លែងងើបរួចហើយចុះហេតុអីបានជាថ្ងៃនេះទៅពមៀនគេ48ម៉ោងដាក់អសានវ៉ាតឲ្យគេបើកច្រក Hormuz ហើយចុះបើសិនជាយើងបង្ក្រាបគេខ្ទេចខ្ទីបានអ៊ីរ៉ង់មិនអាចតដៃបានហេតុអីបានទៅបាច់ដាក់អសានវ៉ាតទៅអីព្រោះអីវាខ្ទេចហើយអញ្ចឹងយើងអាចឲ្យកប៉ាល់ដឹកប្រេងអីចេញចូលបានអាមេរិកនៅកាងនៅនឹងបានអីអញ្ចឹងទៅហ្នឹងក៏ជាសំណួររបស់គេដែរហើយបន្តទៅទៀតគេសួរថាហេតុអីបានជាអាមេរិកស្ទាក់ស្ទើរនៅក្នុងការដែលដូចថាបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងឬក៏អត់បានរៀបចំផែនការរយៈពេលវែងជាយុទ្ធសាស្ត្រអីទេហេតុអីបានពំតណោតជន់កែងខ្លួនឯងច្រើនរឿងអីចឹងគេចោទលោកត្រាំរឿងដែលកើតឡើងហ្នឹងគឺយើងឃើញថាបើតាមសារព័ត៌មានអន្តរជាតិយើងមាន AP យើងមានសារព័ត៌មាន AFP មានអ្នករាយការណ៍ព័ត៌មានហ្នឹងគឺគេមានប្រភពសម្ងាត់ពីផ្ទៃក្នុងនៅក្នុងក្រមអ៊ីស្រាអែលនិងក្រមពួកសេតវិមានហ្នឹងដែលគេជជែកគ្នាអំពីយុទ្ធសាស្ត្រវាយសន្ធាប់ទៅអ៊ីរ៉ង់តាមពិតរឿងច្រក Hormuz នេះអត់មានអ្នកណាបង្ហើបពីដើមទីមកទេក៏ប៉ុន្តែទាំងអ្នកយុទ្ធសាស្ត្រសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលសុទ្ធតែដឹងជាមុនរួចទៅហើយថាច្រក Hormuz នេះនឹងคล้ายទៅជាចំណុចចំណាប់ខ្មាំងមួយរបស់អ៊ីរ៉ង់ក្នុងការបិទសរសៃជីបចរនៃសម្ព័ន្ធមិត្តរបស់អាមេរិកគេដឹងរឿងហ្នឹងតាំងពីដើមមុននឹងវាយមកម្លេះប៉ុន្តែសំណួរសួរថាបើដឹងថាអ៊ីរ៉ង់នឹងបិទជីបចរកន្លែងហ្នឹងនឹងយកអាកន្លែងហ្នឹងជាចំណាប់ខ្មាំង
តើបានត្រៀមខ្លួនយ៉ាងដូចម្ដេចហេតុអីក៏មកដល់ពេលហ្នឹងដូចជាអត់ទាន់មានយុទ្ធសាស្ត្រដើម្បីបិទបញ្ចប់រឿងហ្នឹងអញ្ចឹងនៅក្នុងការជជែកគ្នាដែលសិតតែអ្នកដែលរាយការណ៍ហ្នឹងប្រាប់ថាសុំមិនបញ្ចេញឈ្មោះប្រភពហ្នឹងគឺគេនិយាយថាអាមេរិកគឺបានដឹងច្បាស់ថាវាយអ៊ីរ៉ង់នេះណាមិនមែនធូរដោយអ្វីដែលជាការគិតទេគឺវាមានភាពស្មុគស្មាញច្រើនដែរស្មុគស្មាញច្រើនគឺដោយសារតែទី1គឺលក្ខណៈភូមិសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ដែលភាគច្រើនគេដឹងថាសពាវុធរបស់អ៊ីរ៉ង់លាក់នៅក្រោមរូងក្រោមដីហើយរូងក្រោមដីនេះគឺមែនតែនគឺមានអាវុធយុទ្ធភ័ណ្ឌអាមេរិកដូចជា B52 ឬក៏ B យន្តហោះទម្លាក់អា B2 តែទម្លាក់មានអាក្របបែកខួងដីរាប់តោនអីចូលទៅជម្រៅរាប់សិបម៉ែត្រហើយបានផ្ទុះអីហ្នឹងតែរូងដីរូងភ្នំកន្លែងខ្លះវាជ្រៅលឹះនឹងដល់ទៅកន្លះគីឡូ1គីឡូដីក្របហ្នឹងមិនអាចនឹងខួងទេព្រោះភ្នំភាគច្រើននៅអ៊ីរ៉ង់ហ្នឹងជាភ្នំថ្មមិនមែនដីទុនផុយអីទេដូច្នេះក៏គេដឹងថាវាមានភាពស្មុគស្មាញច្រើនដែរក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់អាមេរិកនៅពេលនេះគឺដូចជាការគ្រោងទុកដែរគឺទី1គឺវាយដាច់ប្រព័ន្ធអាកាសរបស់អ៊ីរ៉ង់និងប្រព័ន្ធផ្លូវទឹករបស់អ៊ីរ៉ង់គឺដាច់អស់ហើយប្រព័ន្ធផ្លូវគោកផ្លូវអីហ្នឹងអ៊ីរ៉ង់ក៏អត់អាចងើបនៅលើបានដែរវាមាននៅក្នុងរូងដីទេដូច្នេះអញ្ចឹងអ្វីដែលអាមេរិកធ្វើបាននៅពេលនេះគឺត្រូវសង្គ្រប់អារូងដីហ្នឹងផ្ដាច់អាជីពចរហ្នឹងឲ្យអស់ប៉ុន្តែសួរថាផ្ដាច់ប៉ុណ្ណាប្រើពេលយូរប៉ុណ្ណាអញ្ចឹងហើយបានជាចុងក្រោយនេះទើបចេញជាយុទ្ធសាស្ត្រអសានវ៉ាត48ម៉ោងគឺចាប់ផ្ដើមវាយដាច់ប្រព័ន្ធអគ្គិសនីចោលតែម្ដងអាប្រព័ន្ធអគ្គិសនីឬក៏រោងចក្រផលិតថាមពលនេះណាបើផ្ដាច់បានណាអារូងភ្នំទាំងអស់ហ្នឹងទាំង107ហ្នឹងអាចដាច់ភ្លើងទាំងអស់អត់អាចមានអគ្គិសនីចូលទៅបានទេអញ្ចឹងដូចយើងដូចរុនកដោដូចណាចង្រិតដូងអញ្ចឹងណាតែយើងចាក់ទឹកចូលគឺចេញមកអស់ហើយអញ្ចឹងនៅពេលដែលអត់ភ្លើងអត់អគ្គិសនីអត់អុកស៊ីហ្សែនអត់អីចូលវាអាចនៅមានរូងភ្នំខ្លះវាមានគេត្រៀមខ្លួនអីបានខ្លះប៉ុន្តែរូងភ្នំជាច្រើនបិទចិត្តអស់ហើយនៅពេលដែលអត់មានខ្យល់អុកស៊ីហ្សែនអត់មានភ្លើងអគ្គិសនីចូលទៅបែបនេះមិនយូរទេនឹងចូលដល់ស្ថានភាពមហន្តរាយហើយសម្រាប់ប្រទេសអ៊ីរ៉ង់ដូច្នេះរឿងនេះអាចជាយុទ្ធសាស្ត្រចុងក្រោយរបស់អាមេរិកនៅក្នុងការគំរាមកំទេចរោងចក្រអគ្គិសនីហើយរោងចក្រអគ្គិសនីនេះមែនតើគឺជារឿងខុសច្បាប់មួយដ៏ធំទៀតតកតងនឹងសំណង់ស៊ីវិលណាបើសិនជាអង្គការសហប្រជាជាតិច្បាស់ជាថ្កោលទោសឲ្យព្រោះកន្លងមករុស្ស៊ីធ្លាប់ទម្លាក់គ្រាប់បែកទៅលើអារោងចក្រផលិតអគ្គិសនីធម្មពលអគ្គិសនីរបស់អ៊ុយក្រែនហ្នឹងធ្វើឲ្យរដូវត្រជាក់ហ្នឹងប្រជាពលរដ្ឋអ៊ីរ៉ង់ប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងវេទនាមែនតើព្រោះអត់មានកម្ដៅអត់មានអីដើម្បីការពារនៅរដូវត្រជាក់អីចឹងណាគឺជាអំពើអមនុស្សធម៌ណាប៉ុន្តែអាមេរិកប្រហែលជាមិនអនុញ្ញាតឲ្យអ៊ីរ៉ង់នៅតែយកច្រកហ័រមូសធ្វើជាព្យុះភ្លៀងជាចំណាប់ខ្មាំងបានទៀតទេព្រោះរឿងនេះគឺតាក់ទងនឹងរឿងប្រេងកាតប្រេងឥន្ធនៈព្រោះច្រកហ័រមូសនេះគឺវាប៉ះពាល់ដូច domino effect គឺផលប៉ះពាល់ដូចបន្ទះ domino អញ្ចឹងតាច្រកហ័រមូសបិទគឺវាដួលគ្រប់កន្លែងសាំងឡើងថ្លៃប្រជាពលរដ្ឋក៏មានបញ្ហាសេដ្ឋកិច្ចក៏គាំងអីលាក់នឹងលាក់អញ្ចឹងត្រូវតែបើកច្រកនេះឲ្យចេញព្រោះឯអាមេរិកដែលគេចាត់ទុកថាគាត់ដូចជាឃ្លីងឃ្លោងពំតណោតហ្នឹងយើងឃើញហើយសុកស្រាប់អនុញ្ញាតឲ្យរុស្ស៊ីបញ្ចេញប្រេងមកអត់ដាក់ទណ្ឌកម្មទេធ្លាប់ដាក់ទណ្ឌកម្មរុស្ស៊ីរឿងអ៊ុយក្រែនហ្នឹងរឿងហាមប្រទេសឥណ្ឌាឬក៏ប្រទេសដទៃទៀតកុំឲ្យទិញប្រេងពីរុស្ស៊ីដើម្បីឲ្យរុស្ស៊ីដាច់ដង្ហើមកុំឲ្យមានលុយផលិតអាវុធទម្លាក់គ្រាប់លើអ៊ុយក្រែនទៀតអាហ្នឹងគឺជាអ្វីដែលអាមេរិកធ្លាប់ធ្វើដល់ពេលគេបិទច្រកហ័រមូសអស់ប្រេងឡើងថ្លៃលោកត្រាំខ្លាចពិភពលោកថាមកពីលោកត្រាំហ្នឹងបានប្រេងឡើងថ្លៃដកទណ្ឌកម្មពីរុស្ស៊ីមួយរយៈពេលសិនអត់ឲ្យប្រទេសណាចង់និយាយប្រទេសដែលទិញប្រេងរុស្ស៊ីទិញចោះលែងដាក់ទណ្ឌកម្មលែងអីហើយដើម្បីឲ្យប្រេងហ្នឹងអាចចរាចរបានអាហ្នឹងរឿងរុស្ស៊ីមួយរឿងជាមួយអ៊ីរ៉ង់ក៏ចឹងដែរអាមេរិកដាក់ទណ្ឌកម្មអ៊ីរ៉ង់នេះរាប់សិបឆ្នាំហើយតែមកដល់ពេលនេះស្រាប់តែលើកទណ្ឌកម្មអ៊ីរ៉ង់តាក់ទងនឹងរឿងដឹកប្រេងនឹងដែរព្រោះប្រេងរបស់អ៊ីរ៉ង់ដឹកចេញពីសមុទ្រពីព្រំប្រទល់អ៊ីរ៉ង់ហ្នឹងចេញទៅក្នុងដែនសមុទ្រអន្តរជាតិហ្នឹងមានដល់ទៅ170លានបារ៉ែលគឺធុងដូច្នេះអាមេរិកគិតថាបើដាក់ទណ្ឌកម្មអ៊ីរ៉ង់គឺប្រេងហ្នឹងអត់អាចលក់បានវាទៅធ្វើឲ្យតម្លៃទីផ្សារប្រេងហ្នឹងគឺវាថ្លៃអញ្ចឹងសុកចិត្តអាកាត់មួយគឺថាបធូរបន្ថយអត់យកទណ្ឌកម្ម
អេរ៉ង់ដកក្នុងបណ្ដោះអាសន្នហ្នឹងឲ្យលក់ប្រេងនឹងបានចោះអញ្ចឹងទៅបានប្រជាពលរដ្ឋឬក៏អ្នកវិភាគថាមិនចឹងលោកត្រាំដូចរៀងក្លែងឃ្លោងពំតណោតខ្លួនឯងម៉េះតែលក់ប្រេងឬក៏ទិញប្រេងអេរ៉ង់បានន័យថាដូចជាផ្គត់ផ្គង់គ្រឿងសព្វាវុធអេរ៉ង់ទៀតហើយប៉ុន្តែបងប្អូននៅពេលនេះអត់ដូចពេលមុនទេបើទោះបីជាអេរ៉ង់លក់ប្រេងបានក៏ដោយក៏លុយនឹងមិនអាចយកទៅបំពោកសព្វាវុធអីបានប្រមាណទេព្រោះអាមេរិកបំផ្លាញខ្ទេចខ្ទីអស់ច្រើនហើយយ៉ាងណាក៏វាសឹងតែខ្ទេចខ្ទីនៅក្នុងប្រព័ន្ធកំជ្រួចប្រព័ន្ធអីរបស់អេរ៉ង់អីនឹងប្រព័ន្ធការពារជាតិគេនោះណាតែសំខាន់បើយើងមើលក៏វាមានហេតុផលសមស្របមួយដែរព្រោះអាមេរិកឲ្យលក់ប្រេងដោយបណ្ដោះអាសន្ននេះដោយសារកលៈទេសៈនេះបើសិនជាមានទណ្ឌកម្មនេះគឺប្រេងលក់អត់បានអញ្ចឹងប្រេងឡើងថ្លៃអញ្ចឹងក៏វាសមហេតុសមផលថាគាត់ប្រហែលជាមិន flip flop ឬក៏ថាបាត់ដៃខ្នងដៃអីប្រមាណម្ដងដាក់ទណ្ឌកម្មម្ដងមកដាក់ទណ្ឌកម្មដែរព្រោះអីអ្នកណាក៏យល់ដែរថាបើជាប់ទណ្ឌកម្មប្រេងលក់អត់បានទីផ្សារប្រេងនៅលើពិភពលោកឡើងថ្លៃព្រោះអាមេរិកមិនមែនដើម្បីបុព្វហេតុអាមេរិកអីទៀតទេគឺដើម្បីបុព្វហេតុពិភពលោកដែរនៅពេលដែលឲ្យលក់ប្រេងហ្នឹងទៅកុំឲ្យប្រេងឡើងថ្លៃដល់មួយធុង$120អីទៀតព្រោះឥឡូវនៅត្រឹម112អីហ្នឹងបើបញ្ចេញឲ្យកាន់តែច្រើនទៅវាអាចនឹងលក់បានចឹងការដែលគេចោទលោកត្រាំថារៀងដូចពំតណោតហ្នឹងវាមានហេតុផលសមរម្យរបស់គេក៏ប៉ុន្តែកលៈទេសៈនេះអ្នកណាក៏ពិបាកដែរព្រោះទី1គឺលោកត្រាំអត់អាចបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់បានទេប្រជាពលរដ្ឋអាមេរិកទាំងអស់គឺជំទាស់ការបញ្ជូនទ័ពថ្មើរជើងព្រោះអីទ័ពថ្មើរជើងទៅគឺនឹងស្លាប់ដោយអាសាបងហើយគឺបើអាចកំទេចពីដែនអាកាសបានគឺគេមិនគ្រប់គ្រងការដែលវាយប្រហារអ៊ីរ៉ង់មែនប៉ុន្តែគេមិនជំទាស់រឿងការដែលវាយប្រហារតាមដែនអាកាសទេកុំឲ្យយកមនុស្សយកទៅដាក់អញ្ចឹងហើយបានជាលោកត្រាំប្រាប់គេម្សិលមិញនេះគាត់ថាពីដំបូងឡើយគាត់ថាអត់មានប្រកែករឿងការបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់ឯក៏អត់ដែលគិតថាអានឹងជាជំរឿសដែលត្រូវកវត្តចោលទេគឺនៅតែគិតពិចារណាអញ្ចឹងណាប៉ុន្តែប្រហែលថ្ងៃនេះគាត់មានចំហច្បាស់លាស់មួយគឺថាគាត់អត់មានបញ្ជូនទ័ពថ្មើរជើងអាមេរិកទៅអ៊ីរ៉ង់កន្លែងណាមួយទេប៉ុន្តែបញ្ជូនទៅមជ្ឈិមបូព៌ាបានដែរទៅមូលដ្ឋានទ័ពអាមេរិកអីចឹងទៅអញ្ចឹងការដែលផ្លាស់ប្ដូរចំហរបស់លោកត្រាំតែកាលពីដើមឡើយថានឹងចង់បញ្ជូនទ័ពថ្មើរជើងនេះខ្ញុំជឿថាជាសារមួយគម្រាមដល់អ៊ីរ៉ង់ថាតិចទៀតមានទ័ពថ្មើរជើងទៅដល់លុកលុយចូលដល់ដែនអធិបតេយ្យរបស់អ្នកឯងបើសិនជាមិនលើកទង់សអាហ្នឹងអាចជាយុទ្ធសាស្ត្របែបហ្នឹងប៉ុន្តែប្រហែលជាឥឡូវគាត់ច្បាស់ថាអ៊ីរ៉ង់ទុនដៃទុនជើងអស់ហើយមិនចាំបាច់ដាក់ទ័ពថ្មើរជើងទៅក៏បានដែរវាអាចអញ្ចឹងដែរឬក៏វាអាចលោកត្រាំខ្លួនលោករងសម្ពាធពីផ្ទៃក្នុងនៅក្នុងសហរដ្ឋអាមេរិកដែលមិនអោយយកទាហានអាមេរិកទៅចោះនៅក្នុងមូលដ្ឋានឬក៏ដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងខ្លាចស្លាប់ទាហានអាមេរិកហើយអញ្ចឹងបើសិនជានេះវាយពីដែនអាកាសអញ្ចឹងទៅឲ្យអាមេរិកចោះចាញ់លើកទង់សទៅកុំឲ្យស្លាប់ទាហានអាមេរិកអីព្រោះម្ដងមកណាទាហានអាមេរិកស្លាប់13នាក់ហើយប៉ុន្តែទាហានអាមេរិកស្លាប់13នាក់ហ្នឹងគឺមនុស្សដែលស្លាប់ទាំងអស់នៅក្នុងសង្គ្រាមនេះឡើងដល់1400នាក់ជាងហើយច្រើនជាងនៅលីបង់គឺមាន1000នាក់ហើយអញ្ចឹងនៅអ៊ីរ៉ង់ហ្នឹងគឺស្លាប់តែ300-400នាក់ច្រើនជាងគេគឺសាលារៀនបឋមសិក្សាមួយដែលស្លាប់កូនសិស្សច្រើនណាស់ដូចជា130នាក់អីណោះវាច្រើនមែនតើនេះគឺជាការរកម្មចិត្តមួយដែរនៅក្នុងសង្គ្រាមប៉ុន្តែបើយើងមើលទំហំនៃការវាយប្រហារគឺអ៊ីរ៉ង់បានត្រៀមខ្លួនរួចទៅហើយលាក់ខ្លួននៅក្រោមដីអញ្ចឹងហើយបានជាប្រជាពលរដ្ឋអ៊ីរ៉ង់ឬក៏ទាហានអ៊ីរ៉ង់ហ្នឹងមិនស្លាប់ច្រើនដូចតែចេញមកប្រយុទ្ធគ្នាប្រាវលើគោកឯព្រោះចូលក្រោមរូងអស់ហើយបាទអញ្ចឹងហើយអារូងហ្នឹងហើយដែលចុងក្រោយអាមេរិកចង់ទៅបិទអារូងហ្នឹងឲ្យចិត្តផ្ដាច់ភ្លើងផ្ដាច់ទឹកអីទៅវាអាចនឹងតែអ៊ីរ៉ង់គេថាគេនឹង